ออกวีซ่าនោះក៏បានប្រើប្រាស់វេទមន្តវាយប្រហារទៅកាន់ក្រុមរបស់គីហ៊ុនដែលវាគឺគ្រាន់តែជាវេទមន្តធម្មតានោះទេក៏តែមួយទៅកាន់ក្រុមរបស់គីហ៊ុនម្នាក់ៗគឺស្ទើរតែរងស្ពាយពេលនោះគីហ៊ុនក៏បានសួរទៅកាន់អុកវីសានោះថាតើនាំពួកគេមកដើម្បីអ្វីតែអុកវីសាក៏បានប្រាប់ថាគាត់គឺគ្រាន់តែនាំពួកគេមកយកមកលេងសប្បាយប៉ុណ្ណោះពេលលើចឹងគីហ៊ុនក៏បានប្រាប់ឲ្យក្រុមរបស់គាត់នឹងបើកការវាយប្រហារក៏ប៉ុន្តែឃើញថាក្រុមរបស់គីហ៊ុនតែប្រហែលនោះគឺកម្រិតខ្លួនមិនរួចនោះទេពេលឃើញចឹងគីហ៊ុនក៏បានសម្រេចចូលទៅកាន់អុកវីសានោះតាមម្នាក់ឯងក៏ប៉ុន្តែដូចយើងឃើញចឹងថាគីហ៊ុនគឺមិនមែនជាដៃគូរបស់អុកវីសានោះឡើយដែលបានប្រើប្រាស់វេទមន្តទំនាញវាយប្រហារទៅកាន់គីហ៊ុននោះដែលធ្វើឲ្យកូនក្រុមរបស់គីហ៊ុនតែប្រហែលនោះពួកគេគឺមិនហ៊ានសម្លឹងមើលទៅកាន់ប្រធានក្រុមរបស់ខ្លួនឡើយហើយដែលត្រង់តែឆោមមើលការប្រមាថនេះមិនបានឈិនវូក៏បានលុកដៃជួយឯមេតបអុកម្នាក់នោះក៏ចង់បើកការវាយប្រហារទៅកាន់ឈិនវូតែក៏ត្រូវបានឈិនវូប្រើប្រាស់ skill ruler hand ចាក់បោកគេឲ្យទប់ទាំងដំបូងដែលឈិនវូក៏បាននិយាយទៅកាន់គីហ៊ុនថាគាត់គឺដឹងថានេះគឺជាការងាររបស់គីហ៊ុនក៏ប៉ុន្តែឥឡូវគីហ៊ុនគឺមិនមែនជាដៃគូរបស់ពួកអុកទាំងអស់នោះទេដូច្នេះគីហ៊ុនគួរតែប្រកបការងារដល់សារតែប្រមាណនោះទោះគាត់ជាដោះស្រាយវិញរីឯគីហ៊ុនវិញក៏បានឆ្លើយយល់5ទាំងនៅនឹងហាំចង្រិតពេលបានផ្លើបៃតងចង់ឈិនវូក៏បានដើរទៅប្រជុំជាមួយនឹងអូប៊ីសានោះដែលបាននិយាយថាជួបជាមួយនឹងផ្ដាច់ដូចជាគាត់ហើយបែរជាលុតជង្គង់រួចក៏ចាប់ដើមក៏ហៅនៅកងទ័ពស្រមោលរបស់គាត់ជាច្រើនអ្នកចេញមកជាមួយគ្នានេះផងដែរអនុប្រធានវូក៏បានធ្វើដំណើរមកដល់ដងចុងមួយនេះដើម្បីសួររកវត្តមានរបស់ឈិនវូនៅពេលនោះនឹងលោកអ៊ំចាស់ដែលបានស្ដាយឈិនវូកាលពីផ្សំនេះក៏បានទៅរាយការណ៍ប្រាប់ទៅការអនុប្រធានវូថាឈិនវូដូចជាវិសាចជាងកុំតាអនុប្រធានវូក៏បានខកពីគាត់ឡើយរីឯមេការកម្មករក៏បានប្រាប់ទៅកាន់អនុប្រធានវូថាឈិនវូក៏បានចូលទៅក្នុង portal នោះជាមួយនឹងអ្នកប្រមាញ់ផ្សេងទៀតទៅហើយពេលលើចាស់អនុប្រធានវូក៏ចង់ដើរចូលទៅតែក៏ត្រូវបានមេការកម្មករក៏ប្រាប់ថាសូម្បីតែសេះស្អាតឆាអីនោះក៏បានចូលទៅដែរពេលលើចាស់អនុប្រធានវូក៏មានការចាប់អារម្មណ៍ស្របពេលដែលធម្មពលប្រកខ្មៅមួយក៏បានវាផាចេញមកខាងក្រៅរីឯខាងក្នុងនៅវិញសេះស្អាតឆាអីនោះក៏បានជួបតែជាមួយនឹងពួកអស់ជាច្រើនអ្នកក៏តែពួកអស់នោះគឺមិនមែនជាដៃគូរបស់ឆាអីនោះទេហើយតែបានដឹងទៀតថាក្រុមរបស់គីហ៊ុនបានចូលទៅនោះប្រកាសជាមានបញ្ហាជាមិនខានតែខាងជើងវូនៅវិញគាត់ក៏បានប្រើប្រាស់ skill មួយដើម្បីឈួតថា Monet Demand ដែល skill នោះផងដែរវាគឺអាចធ្វើឲ្យកងទ័ពសមររបស់គាត់នឹងគឺការឡើងកម្លាំង50%តែ skill នោះផងដែរគឺឈិនវូទទួលបានក្រោយពេលដែលគាត់ចូលទៅក្នុងដក Demon Castle ចង់ទីសសររីឯអ្នកផ្សេងទៀតដែលឃើញហេតុការណ៍ផ្ទាល់នឹងពួកគេគឺមិនជឿនោះទេថា Hunter Lane អីក៏អាចធ្វើឲ្យរឿងទាំងអស់នេះមិនចាំយូរភាគីទាំងសងខាងក៏ចាប់ផ្ដើមបើកការវិភាគដែលយើងឃើញថាស្នាដៃរបស់ Iron គឺមួយបន្ថយដឹងតែមួយបន្ថយរីឯ Egreno វិញឲ្យតែដើរដកចេញពីស្រង់ពេលណានឹងគឺតែតែមានឈាមជានិច្ចចំណែកជិនវូវិញក៏មិនបានឆោមមើលដែរគឺបានទៅសម្រាប់ពួកអននោះឲ្យអស់ជាច្រើនពេលឃើញចឹងអុកវិសាក៏បានបើកការវិភាគទៅកាន់ជិនវូគុំតាត្រូវបានជិនវូកិច្ចផុតហើយអុកវិសាក៏បានប្រើប្រាស់វេទមន្តទំនាញដែលបានដាក់ទំនាញនឹងទៅកាន់ជិនវូក៏ប៉ុន្តែគ្រប់ការវិភាគរបស់អុកវិសានឹងគឺត្រូវបានជិនវូកិច្ចផុតទាំងអស់ហើយដែលមិនអត់ចិត្តអុកវិសាក៏បានប្រើប្រាស់វេទមន្តមួយដើម្បីឈ្មោះថា Blazing Fire វិភាគទៅកាន់ក្រុមរបស់ជិនវូបន្ទាប់ពីភ្លើងរត់ទៅវិញនឹងពួកគេក៏បានឈុំនិយាយគ្នាមកផ្លែតែអុកវិសានឹងក៏បាននិយាយទៅកាន់ជិនវូថាម៉េចអើអង្គុយឯម៉េចមិនគុំប្រមបញ្ចេញកងទ័ពសមរនឹងឲ្យជិនមកទៀតក៏ដោយសារតែនៅក្នុងសមរភូមិពេលនេះនឹងគឺម្ចាស់តាំងម្ចាស់គោរីឯជិនវូវិញក៏មិនចាញ់ចិត្តដែរក៏បានប្រើប្រាស់នៅតែក្នុងវេទមន្តមួយមកផឹកនឹងបាននិយាយថាវាគឺជាការពិតខ្លាំងណាស់ក៏ដោយសារតែអ្នកឈ្នះចុងក្រោយគឺជាគាត់ដែលលើកនៃជិនវូក៏បានបញ្ចេញនៅកងទ័ពសមររបស់ខ្លួនតែប៉ុណ្ណោះទេក៏តែជិនវូក៏បានបញ្ចេញនៅកងទ័ពអុកដែលបានស្លាប់ទៅនឹងយកមកធ្វើជាសមររបស់ខ្លួនទាំងអស់នឹងបានចង្អុលទៅកាន់អុកវិសានោះថាមិនយល់មិនឆាននោះទេប្រហែលក៏ដូចជាពួកគេអញ្ចឹងចំណែកអុកវិសាក៏ដូចជារៀងអែរើបដាហើយដែលបានគិតថាជិនវូក៏ដូចជាម្នាក់នោះខ្លាំងណាស់តែចំហាយធម្មពលទាំងការប្រើប្រាស់កងទ័ពសមរធ្វើជាអាវុធប្រយុទ្ធនៅក្នុងសមរភូមិគឺដូចជាម្នាក់នោះខ្លាំងណាស់ហើយម្នាក់គេរំលឹកដល់គឺជា Monet The Lord of the Shadow ហើយ The Lord of the Shadow ហ្នឹងគឺមានវត្តមាននៅក្នុង season ទី3រីឯ season ទី2នេះក៏មាននោះទេថាប្រយោជន៍នៃទឹកទី2ក៏ចាប់បានកាត់ឡើងដែលយើងក៏បានឃើញថាមេតបរបស់អុកហ្នឹងគឺមិនមែនជាដៃគូរបស់មេតបជិនវូនោះទេស្របពេលដែលចម្រៀងដ៏សែនពីរោះនៅក្នុងរឿង Solo Leveling ហ្នឹងក៏ចាប់តាមមិនលឺឡើងដែលនៅពេលនេះនៅក្នុងសមរភូមិតែមួយក៏បានផ្លាស់ប្ដូរហើយក៏សារតែក្រុមរបស់ជិនវូនឹងមានប្រៀបជាដំណើរអុកវិសាវិញក៏បានប្រើប្រាស់វេទមន្តមួយដែលជាវេទមន្តបណ្ដាសាដាក់ថាកែទៅកាន់ជិនវូក៏ប៉ុន្តែវេទមន្តហ្នឹងគឺវាអត់ប្រយោជន៍នោះទេចំពោះជិនវូក៏សារជិនវូក៏មាន skill មួយដែលអាច counter វេទមន្តទាំងអស់ហ្នឹងបានហើយដើម្បីជាការសងសឹកជិនវូក៏បានប្រើប្រាស់នៅកងទ័ពមេរបស់ខ្លួន3នាក់បើខវិភាទៅកាន់អុកវិសានោះស្របពេលនោះផងដែរសេះស្អាតឆាអេក៏បានធ្វើដំណើរមកដល់ឋានបាលរឿងរបស់កាត់ឡើងប្រមាណហ្នឹងនៅចំពោះមុខនេះទាំងអស់ក៏ប៉ុន្តែនេះក៏បានចាប់អារម្មណ៍ពីក្រុមរបស់គេហ៊ុនចៅក៏បានរត់ចូលទៅមើលពួកគេតែក្នុងការវិភាគគ្នានៅវិញដែលយើងឃើញថាអុកវិសាហ្នឹងគឺអត់មានបញ្ហាអ្វីនោះទេថាទាំងបានចេញមកវិញជាមួយនឹងរីងដ៏ធំមួយជាមួយនឹងរូបរាងដ៏ធំនេះអុកវិសាក៏បានជន់ទៅកាន់ជិនវូក៏ប៉ុន្តែឃើញថាជន់ជិនវូហ្នឹងគឺត្រូវនោះទេហើយជិនវូក៏បានប្រាប់ទៅកាន់អុកវិសានោះថាគាត់គឺអាចចូលចិត្តជាក់ឡាយក៏ដោយសារតែគាត់គឺមានការចងចាំដ៏អាក្រក់មួយអំពីវាហើយការចងចាំហ្នឹងវាគឺជារឿងដ៏អាម៉ាស់មួយរបស់គាត់ក៏ដោយសារតែគាត់ត្រូវបានយ៉ាងដេញជាន់ហើយដូច្នេះហើយគាត់គឺមកឲ្យរឿងហ្នឹងកើតឡើងជាលើកទី2ម្ដងទៀតទេក៏ប៉ុន្តែអុកវិសាហ្នឹងគាត់ខ្វល់នោះទេនឹងបានប្រើប្រាស់វេទមន្តមួយឈ្មោះថា Fire Ultra Dragon វាប្រហារទៅកាន់ជិនវូទាំងពេញហ្នឹងក៏ប៉ុន្តែជិនវូគឺគ្មានបញ្ហានោះទេនឹងបានផ្ទុះទៅពីក្រោយចាក់សម្ដៅទៅកាន់គេពេញមួយទំហំហើយជិនវូក៏បានហត់ទៅលើច្បាប់មួយដែលបានស្ដែងទៅកាន់អុកវិសានោះថាប្រអែមមានធំចឹងបានប្រយោជន៍អីពេលដែលប្រអែមមានកាន់តែធំគាត់ក៏កាន់តែវាប្រហារប្រអែមកាន់តែស្រួលបន្ទាប់ពីវាប្រហារជិនវូចាក់ដល់ដៃនឹងគេក៏បានប្រើប្រាស់ skill មួយដែលមានឈ្មោះថា Hell Fire ក៏ប៉ុន្តែ skill មួយនេះក៏ត្រូវបានជិនវូវាកំទេចរួចហើយជិនវូក៏ចាប់ដល់ប្រើប្រាស់វេទមន្តតែតែដ៏ធំមួយចាប់ខ្លួនពីគាត់
ហើយជីនវូគឺយកចង្វាក់នោះទៅចងផាត់ជុំវិញអុកវិសាលនោះឲ្យគេដួលទៅនឹងដីហើយរឿងដែលជីនវូទាញយ៉ាយអុកគូទៅនឹងដីនោះក៏ត្រូវបានលោកធានវូនៅក្រុមការងារមើលឃើញទាំងអស់ហើយនៅពេលដែលឆាអេនបានមកសួរអំពីវត្តមានរបស់គាត់ក៏បានឆ្លើយថាដំបូងឡើយគាត់ក៏បានឃើញថាពួកធំមួយកាត់ចេញពីដងចង់វិញនេះក៏ប៉ុន្តែមើលទៅពួកគេគឺគ្រាន់តែមកមើលល្ខោនប៉ុណ្ណោះមិនចាំបាច់ធ្វើអ្វីនោះទេរីឯឆាអេនក៏បន្តសួរថាតើនោះមែនគឺជាធម្មពលពិតប្រាកដរបស់ Hunter Song ហើយថាតើគាត់នឹងគឺជានរណាគេពិតប្រាកដក៏ប៉ុន្តែលោកធានវូក៏បានតបថាគាត់គឺស្គាល់ជីនវូតិចតួចនោះទេរីឯជីនវូក៏បានដើរទៅនិយាយជាមួយអុកវិសាលថាទីបំផុតឯងគឺនៅតែជារបស់យើងដដែលក៏ប៉ុន្តែអុកវិសាលគឺចង់បំផ្ទុះខ្លួនឯងកុំឲ្យខ្លាចទៅជាសមររបស់ជីនវូក៏ប៉ុន្តែបំណងប្រាថ្នារបស់គេនឹងគឺមិនសម្រេចនោះទេក៏ដោយសារចុងក្រោយគេត្រូវបានស្លាប់នៅក្រោមស្នាដៃរបស់កូនចៅគេដោយផ្ទាល់ដែលជាសមរថ្មីរបស់ជីនវូនោះឯងបន្ទាប់ពីសម្រាប់អុកវិសាលនឹងហើយជីនវូក៏ទទួលបានល្បីចំនួន2បន្ថែមទៀតហើយការងារបន្តរបស់ជីនវូគឺគ្មានអ្វីនោះទេគឺដើរទៅយកសមររបស់អុកវិសាលនោះមកធ្វើជាកូនចៅបន្តរបស់ខ្លួនហើយនៅក្នុងរឿងថ្មីមួយនេះគេគឺមានឈ្មោះថាគីបាហើយគីបានឹងគេគឺស្ថិតនៅក្នុង rank elite 9កំពុងតែសប្បាយចិត្តជាមួយនឹងសមិទ្ធផលថ្មីរបស់ខ្លួនតែនៅពេលនោះជីនវូក៏ចាប់អារម្មណ៍ថាគាត់គឺមិននៅតែម្នាក់ឯងទៀតទេក៏ដោយសារលើកនេះជីនវូគឺមានអ្នកទស្សនាច្រើនខ្លាំងមែនតើដែលនៅជីនវូក៏បានដើរទៅប្រមុខជីនវូនិងបានប្រតិកម្មពួកគេថាជីនវូគឺជា Hunter សម្រាប់ម្នាក់នៅក្នុងសមាគម Hunter ហើយពួកគេក៏មិនត្រូវយករឿងដែលជីនវូបានធ្វើនៅក្នុងនងនេះប្រាប់ទៅកាន់អ្នកផ្សេងបានដឹងនោះទេនិងបន្តប្រាប់ពួកគេថាមិនចាំបាច់ផ្ញើផ្អើលនោះទេក៏ដោយសារជីនវូគឺស្ថិតនៅក្នុង rank Hunter ហើយឃើញ Hunter សងនៅក្នុង rank A នឹងវាគឺគ្រាន់តែជាអត្តសញ្ញាណคล้ายៗរបស់គាត់នោះទេបន្ទាប់ពីប្រាប់រួចនឹងគាត់ក៏ចង់នាំជីនវូដើរចេញទៅក៏តែនៅពេលនោះគេបានប្រាប់ដែលគេហ៊ុនគឺចង់អរគុណទៅកាន់ជីនវូក៏ដោយសារជីនវូក៏បានជួយសង្គ្រោះរបស់គាត់ថែមទាំងបានជួយសង្គ្រោះមិត្តភក្តិរបស់គាត់ផ្សេងទៀតប្រសិនបើគ្មានវត្តមានរបស់ជីនវូម្ល៉េះហើយពួកគេគឺមិនអាចត្រឡប់ទៅវិញដោយមានជីវិតនោះទេហើយពួកគេក៏បានសម្ដែងនូវការអរគុណទៅកាន់ជីនវូគ្រប់រីឯជីនវូវិញក៏រៀងកាំងដែរណាក៏ដោយសារគាត់ធ្វើទាំងអស់នេះដើម្បីខ្លួនឯងនោះទេមុននឹងចេញទៅជីនវូក៏បានប្រកួតសៀវភៅកំណត់ហេតុឲ្យទៅកាន់ចាយហេលីងវិញដូចគ្នាក៏ដោយសារតែជីនវូក៏បានបំពេញសន្យារួចហើយបន្ទាប់ពីនិយាយគ្នាហើយពួកគេក៏បានធ្វើដំណើរដើរចេញទៅមកសល់ទុកតែសេសាឆាអេនដែលមានចម្ងល់ពេញខួរក្បាលចង់សួរទៅកាន់ជីនវូតើដឹងថាសួរពីណាទៅណាចំណែកឯរឿងដែលជីនវូម្នាក់ឯងឃ្លាតដងចង់ដែលមានរែងអេហ្នឹងគឺត្រូវបានលើកដល់ទៅជារបស់លោកប្រធានឆយចុងហើយដែលបានរាយការណ៍ហ្នឹងគឺជាប្រដគីហ៊ុននោះពេលលើចឹងឆយចុងអេនក៏បានសួរទៅកាន់គីហ៊ុននោះថារវាងគាត់ដែលជា Hunter ម៉េចហើយនឹងជីនវូដែលជា Hunter ម៉េចតាមមួយណាខ្លាំងជាងក៏ប៉ុន្តែគីហ៊ុនក៏មិនបានឆ្លើយនោះទេថាបានសួរទៅកាន់ឆយចុងអេនថាប្រសិនបើលោកប្រធានវិញតែឃ្លាតដងចង់ដែលមានរែងអេតែម្នាក់ឯងបានដែរអត់ហើយច្បាស់ណាស់ចម្លើយយ៉ាងខ្លីនោះគឺមិនអាចនោះទេដូច្នេះហើយគីហ៊ុនគឺចង់ឲ្យឆយចុងអេនហើយជីនវូចូលក្រុមរបស់ពួកគេតទៅបានផុតពីនឹងមកជីនវូក៏បានទៅជួបគ្នាជាមួយនឹងជីហោនៅកន្លែងកាហ្វេហើយជីហោក៏បានប្រាប់ទៅកាន់ជីនវូដូចជាអ្វីដែលពួកគេនឹងបាននិយាយចាប់ទៅពីមុខសមាគម Hunter នៅវិញដែលឡើយនឹងគឺមានឯកសារច្រើនខ្លាំងមែនតើនៅពីមុខនោះដែលពួកគេទៅនឹងគឺទៅផ្សាយអំពីវត្តមានរបស់បុគ្គលដ៏ល្បីមួយរូបតែបុគ្គលដ៏ល្បីនឹងគេក៏មានឈ្មោះថាលីមីនសុងមិនមែនជាលីមីនហោនោះទេកុំច្រឡំ